ឈើបៀងទឹកឆាប់ពុកមនុស្សបៀងទុកឆាប់ស្លាប់ពាក្យនេះគឺជាពាក្យបុរាណខ្មែរយើងបានលើកឡើងដើម្បីដាស់តឿនបុគ្គលទាំងឡាយកុំឲ្យកាត់ទុក្ខរ៉ាំរ៉ៃជាមួយនឹងសេចក្តីទុក្ខគិតជាមួយនឹងសេចក្តីទុក្ខជារឿយៗព្រោះថាពេលដែលយើងគិតតែពីសេចក្តីទុក្ខហើយអត់ស្វែងរកសេចក្តីសុខឲ្យខ្លួនឯងច្បាស់ណាស់តែជីវិតរបស់យើងរស់បានយូរទេដូច្នេះហើយទើបលោកពោលពាក្យថាឈើបៀងទឹកឆាប់ពុកមនុស្សបៀងទុកឆាប់ស្លាប់នៅក្នុងរឿងអប់រំមួយដែលគេនិយាយតាក់ទងជាមួយនឹងស្ត្រីម្នាក់ដែលគាត់មានជំងឺមហារីកគ្រូពេទ្យបានប្រាប់កូនចៅទាំងអស់ដែលជាកូនចៅរបស់គាត់មានកូនប្រុសកូនស្រីជាដើមប្រាប់ថាជំងឺមហារីករបស់គាត់នេះគឺជាជំងឺមហារីកដំណាក់កាលចុងក្រោយដូចនេះពេលដែលឮពាក្យគ្រូពេទ្យអញ្ចឹងកូនទាំងអស់គ្រប់គ្នាពិតជាតក់ស្លុតខ្លាំងមែនទែនដោយសារតែពេលដែលឮពាក្យថាមហារីកចុងក្រោយមានន័យថាម្ដាយរបស់គាត់រស់មិនបានយូរទៀតទេដូចនេះគ្រូពេទ្យបានផ្ដាំផ្ញើពាក្យមួយម៉ាត់ថាជីវិតរបស់គាត់ជាជីវិតចុងក្រោយរស់មិនបានយូរទៀតទេដូច្នេះចូលកូនប្រុសស្រីទាំងអស់ធ្វើយ៉ាងណាឲ្យគាត់សប្បាយរីករាយក្នុងជីវិតចុងក្រោយរបស់គាត់ផងបណ្ដាំគ្រូពេទ្យបានប្រាប់ទៅកូនប្រុសកូនស្រីរបស់ស្ត្រីនឹងដូច្នោះហើយកូនប្រុសកូនស្រីទាំងអស់នោះក៏យកចិត្តទុកដាក់ក្នុងការបម្រើម្ដាយរបស់គាត់ធ្វើកិច្ចការងារសពគ្រប់បែបយ៉ាងដើម្បីម្ដាយរបស់គាត់ធ្វើយ៉ាងណាឲ្យម្ដាយរបស់គាត់នឹងបានសប្បាយចិត្តរីករាយចិត្តជាមួយនឹងអ្វីដែលកូនបានធ្វើចំពោះគាត់នឹងឯងហើយកូនទាំងអស់នោះដោយយល់ឃើញថាជីវិតចុងក្រោយរបស់ម្ដាយដូចនេះធ្វើយ៉ាងណាឲ្យគាត់សប្បាយរីករាយជាមួយនឹងជីវិតចុងក្រោយប៉ុន្តែពេលដែលគាត់សប្បាយពីមួយថ្ងៃទៅមួយថ្ងៃចិត្តរបស់ម្ដាយពេលដែលឃើញកូនបម្រើគាត់បានសប្បាយរីករាយចិត្តអញ្ចឹងគាត់ក៏ចេះតែរស់នៅសប្បាយតទៅទៀតអញ្ចឹងទៅរស់មានជំងឺនៅក្នុងកាយប៉ុន្តែចិត្តនឹងវាសប្បាយការរស់នៅវាបានយូរទៅជាដើមអញ្ចឹងទៅកូននឹងក៏បានយកទៅពិនិត្យសារជាថ្មីម្ដងទៀតវិជ្ជបណ្ឌិតនឹងប្រាប់ថាជំងឺរបស់គាត់ធូរស្រាលជាងមុនបានច្រើនណាស់មូលហេតុហ្នឹងគឺចិត្តរបស់គាត់សប្បាយរីករាយស្រាប់មើលទៅវាហាក់បីដូចជាមិនគួរឲ្យជឿប៉ុន្តែរឿងនេះគឺចង់បញ្ជាក់ចែកជូនថានៅពេលណាដែលចិត្តរបស់យើងសប្បាយហើយយើងអត់កើតជាមួយនឹងសេចក្តីទុក្ខទាំងអស់នោះកាយរូបរាងកាយជីវិតរស់នៅនឹងក៏រីករាយជាមួយនឹងជីវិតបច្ចុប្បន្នដូចគ្នាពេលដែលយើងរីករាយជាមួយនឹងជីវិតបច្ចុប្បន្នការរស់នៅនឹងក៏បានយូរជាបន្តពីជាដើមចឹងទៅរឿងនេះចង់បញ្ជាក់ចែកជូនយើងជាមួយនឹងពាក្យខាងដើមថាឈើបៀមទឹកឆាប់ពុកឯមនុស្សបៀមទុកគឺឆាប់ស្លាប់ដូច្នេះនៅពេលណាដែលយើងមាននៅសេចក្តីទុកចូលរកផ្លូវដើម្បីរំដោះនៅសេចក្តីទុកហ្នឹងទៅកុំបីឲ្យវាតាមដានជាមួយនឹងរូបរាងកាយរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃពីមួយពេលទៅមួយពេលមិនចេះស្រាកស្រានឡើយ